សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកសិក្សាអំពីកម្មវិធី Microsoft Word ទាំងអស់គ្នាអញ្ចឹងមុននឹងយើងឈានទៅកាន់ Microsoft Word កាន់តែជ្រៅថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញអំពីអឺដំបូងការណែនាំកម្មវិធីដំបូងនៃ Microsoft Word ណាថ្ងៃនេះគឺខ្ញុំមាន10ចំណុចលើកយកមកបង្ហាញបងប្អូនណាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើឡើងនេះគឺបានចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាជាពិសេសគឺជានិស្សិតណាដែលគាត់ឡើងមកពីខេត្តអញ្ចឹងគាត់អាចថាគាត់មិនទាន់មានចំណេះដឹងទៅលើខាង Microsoft Word នេះច្បាស់លាស់ទេណាអញ្ចឹងថ្ងៃនេះគឺយើងចូលទៅកាន់ណែនាំនៃកម្មវិធី Microsoft Word អញ្ចឹងជាដំបូងគឺយើងនិយាយអំពី title bar title bar គឺកន្លែងនេះណាគឺបង្ហាញនេះណាគឺបង្ហាញអំពីចំណងជើងរបស់ឯកសាររបស់យើងហើយនឹងឈ្មោះកម្មវិធីរបស់យើងដែលយើងកំពុងតែប្រើនឹងនេះគឺជាកម្មវិធី Microsoft Word ទី2គឺនិយាយអំពី menu bar គឺដែលយើងមើលឃើញនេះមាន file មាន home មាន insert មាន draw មាន design មាន layout មាន reference មាន mailing មាន review មាន view នឹងឯងហ្នឹងគឺជា menu bar ណាឬក៏ menu bar នឹងឯងណាអញ្ចឹងនៅក្នុង menu bar ឬក៏ menu bar ហ្នឹងគឺយើងមានមុខងារជាច្រើននៅក្នុងនឹងដូចជា home អញ្ចឹងយើងមានមុខងារនៅក្នុងការកំណត់ប្រភេទ font អក្សរការដំឡើងនៃទំហំអក្សរការដាក់ពណ៌អក្សរការដាក់ឲ្យអក្សរដិតអក្សរ trace បន្ទាត់នៅពីក្រោមជាដើមណាចំណែកឯ insert នេះគឺយើងអាចដាក់តារាងយើងអាចបញ្ចូលរូបភាពយើងអាចខូររូបបានណាអូខេកន្លែងហ្នឹងណានៅក្នុង insert tab ត្រនេះគឺយើងអាចសរសេរបានយើងអាចខូបាន design នេះគឺយើងអាចលេងប្រភេទនៃ style អក្សរបានទៅតាមហ្នឹងណា layout ហ្នឹងគឺជាកន្លែងដែលយើងអាចកំណត់នៅ margin ទំហំឬក៏ប្រភេទกระดาษបដិបញ្ឈរទំហំกระดาษ A4 ឬក៏ A5 ហើយកំណត់ជាមួយនឹង column ថានៅក្នុងកិច្ចការរបស់យើងចង់បានការងាររបស់យើងប្រមាណជួរយើងអាចកំណត់បាននៅក្នុងនឹង reference យើងអាចលេងនៅមេតិការបស់យើងណាយើងអាចដាក់មេតិកាបានមាន mailing មាន review ណាកន្លែងហ្នឹងណាមាន view អញ្ចឹងកន្លែង view ហ្នឹងគឺយើងអាចបង្ហាញនៅ ruler បានណាបង្ហាញ ruler បង្ហាញផ្ទាំងកិច្ចការរបស់យើងវាមានដូចស្លឹកសភៅរបស់យើងវាមាន color អញ្ចឹងណាអូខេអញ្ចឹងនេះគឺជា menu bar ឬក៏ menu bar កន្លែង roller bar គឺជាកន្លែងនេះណា roller bar មានជួរឈរហើយនឹងជួរដេកអញ្ចឹង roller bar ហ្នឹងគឺជាបន្ទាត់សម្រាប់ក្រិតណាជួរឈរនិងជួរដេករបស់យើងអញ្ចឹងទី4គឺ working area working area ហ្នឹងគឺជាកន្លែងការងារសម្រាប់វិទ្យាបទណាគឺជាកន្លែងការងារដែលយើងវិទ្យាបទនឹងឯងណាដែលយើងអាចសរសេរបាននឹងឯងណាគឺជា working area ទី5គឺ scroll bar ណា scroll bar គឺកន្លែងនេះណាដែលយើងអាចអូសចុះឡើងដើម្បីមើលកិច្ចការរបស់យើងទី6គឺ minimize នេះគឺជាកន្លែងដែលយើងអាចលាក់កម្មវិធីបានឬក៏មានន័យថាយើងបិទកម្មវិធីបដោះអាសន្នបានណា minimize ហ្នឹងទី7គឺ restore down មានន័យថាយើងពង្រាយឬក៏ពង្រួមផ្ទាំងកិច្ចការរបស់យើងនឹងឯងណាកន្លែង restore down នេះទី8 close ណា close ហ្នឹងគឺជាកន្លែងសម្រាប់ដែលយើងបិទកម្មវិធី Microsoft Word របស់យើង tick boundary គឺជាកន្លែងមានន័យថាវាជាគំនូសណាសម្រាប់បញ្ជាក់ពីចន្លោះទីតាំងដែលនៅទំនេររវាងចុងសន្លឹកกระดาษនិងផ្ទៃការងារមានន័យថាឧទាហរណ៍ថាខ្ញុំចូលទៅដាក់ tick boundary option ហើយកន្លែងនេះគឺខ្ញុំចូលមក advanced ហើយខ្ញុំចូលទៅ tick កន្លែងឲ្យវាបង្ហាញពី tick boundary ណា so tick boundary ខ្ញុំចុចទៅអូខេអញ្ចឹងមានន័យថាវាថា tick boundary ហ្នឹងគឺជាគំនូសសម្រាប់បញ្ជាក់អំពីទីតាំងដែលស្ថិតនៅចន្លោះទំនេររវាងចុងកណ្ដាលហើយនិងផ្ទៃការងារអញ្ចឹងមានន័យថានេះចុងកណ្ដាលណារវាងចុងកណ្ដាលទាំងឆ្វេងទាំងស្ដាំហើយនិងផ្ទៃការងាររបស់យើងណា
ទីការងារនេះអញ្ចឹងនេះគឺជា tick boundary អញ្ចឹងទី10 quick access toolbar អញ្ចឹងយើងក៏លេខមកមើលនេះណាកន្លែងនេះគឺជា quick access toolbar នឹងឯងដែលមាន auto save មានថែមក៏ដែរមានត្រឡប់ទៅមុខឬក៏ត្រឡប់ទៅក្រោយកន្លែងនេះគឺយើងអាចបន្ថែមបានបន្តទៀតបានដែរណាយើងអាចបន្ថែម new បានណាយើងមិនចាំបាច់ចូលទៅកន្លែង file នេះទេណា file ហើយយើងយកពាក្យថា new នេះទេអញ្ចឹងយើងអាចចុចកន្លែងនេះក៏វាបន្ថែមកណ្ដាលឬក៏វាបើកផ្ទាំងកិច្ចការថ្មីឲ្យយើងកន្លែងហ្នឹងណាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេការណែនាំកម្មវិធី Microsoft Word មិនបង្ហាញជាឲ្យបងប្អូនច្បាស់លាស់ទេគ្រាន់តែឲ្យបងប្អូនដឹងប៉ុណ្្នឹងណាសង្ឃឹមថាវីដេអូរបស់ខ្ញុំនេះនឹងជួយទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូក្រោយយើងនឹងចូលទៅកាន់ Microsoft Word អំពីការរៀបចំ Microsoft Word នៅក្នុងការធ្វើការងាររបស់យើងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះ